មិនមែនទេអពន្ធទី2រឿងធំបែបនេះរឿងវិនិយោគក្រុមហ៊ុនណាអាយបែរទៅជាសួរក្មេងដែលមិនទាន់ដឹងអីទៅវិញហ៎ពូតូចបើពូតូចពិតជាមិនដឹងអីពិតមែនស្ដាប់តាមខ្ញុំចាំខ្ញុំគឺជាអ្នកជ្រើសរើសឲ្យក្រុមហ៊ុនសំណងធានស៊ីងមិនចាំបាច់ស្ដាប់តាមទូទេទូកូនគិតរួចហើយមែនទេលោកប៉ែទូបានឃើញពស់តូចពណ៌បៃតងច្រើនណាស់កំពុងលូនឡើងទៅលើអ្នកនាងតូចភាគហ៊ុនមិនមែនមើលពណ៌ស្អាតហើយពេញនោះទេគោលការណ៍ពណ៌បៃតងឡើងថ្លៃនេះខ្ញុំខ្លាចតែការបូមលុយរបស់ប៉ារបស់អ្នកនាងតូចស្ដួចស្ដាងទៅវិញទេទូតើឯងនឹងថាពណ៌បៃតងនិងពណ៌ក្រហមនៅលើអេក្រង់នោះវាតំណាងថាអ្វីដែរទេបងស្រីប៉ាខ្ញុំបង្រៀនពណ៌បៃតងគឺចុះថ្លៃបើទិញគឺខាតពណ៌ក្រហមឡើងថ្លៃបើទិញធ្លាក់ចង់សូម្បីតែគោលការណ៍មូលដ្ឋានក្រហមឡើងបៃតងចុះក៏មិនដឹងដែរពិតជាក្មេងធំនៅជនបទមែនកូនថាតែងក្រុមហ៊ុនការពារបរិស្ថានហ្វឹកជិញច្បាស់ជារលេចបានពិតជាកូនស្រីល្អដែលប៉ាបានបង្រៀនមែនទើបតែរៀនបានមួយយប់សោះក៏ចាប់កន្លឹះបានចង់ទិញភាគហ៊ុនក្រុមហ៊ុនដែលប៉ាចង់ទិញកក់កាំងអីស្ដាប់តាមសៀវទិញក្រុមហ៊ុនការពារបរិស្ថានហ្វឹកជិញលោកប៉ាទូចង់ទិញពស់តូចពណ៌បៃតងនេះទូកូននិយាយថាទិញក្រុមហ៊ុនបច្ចេកវិទ្យាសិនហ៊ុយមែនទេភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាសិនហ៊ុយបានធ្លាក់ចុះជាប់គ្នាមួយសប្តាហ៍ទៅហើយឥឡូវទិញហានិភ័យប្រហែលជាខ្ពស់ណាស់ប៉ុន្តែភាគហ៊ុននេះពិតជាមានសក្តានុពលខ្លាំងណាស់នៅក្នុងការងើបឡើងវិញអូទី2ឯកុំបន្ទោបបប្រដែលមិនបានដាស់តឿនឯងភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាសិនហ៊ុយល្បីថាជាភាគហ៊ុនរបស់ក្រុមហ៊ុនសំរាមប្រាប់ពូហើយនាងមិនដឹងអ្វីទាំងអស់ពូនៅតែចង់សួរនាងទៀតនាងមិនមែនមានទេពកោសល្យដូចជា CR របស់ពូជាងនោះទេលោកម្ចាស់ទី2ក្រុមហ៊ុនបច្ចេកវិទ្យាសិនហ៊ុយបានធ្លាក់ចុះចំនួនមួយសប្តាហ៍ហើយច្បាស់ណាស់ឈ្មួញវិនិយោគធំបានលក់ចេញពេលនេះសវផលិតកម្មកំពុងតែជាប់គាំងមើលតាមទម្រង់នេះធ្លាក់ជាបន្តបើទិញប្រកាសជាខាតបង់ហើយលោកប៉ែទូឃើញពស់តូចពណ៌បៃតងកំពុងតែលូនឡើងលើច្រើនខ្លាំងនេះប៉ាជឿទៅលើទូទិញក្រុមហ៊ុនបច្ចេកវិទ្យាសិនហ៊ុយអូទី2ឯពិតជាទិញសិនហ៊ុយមែនការវិនិយោគមិនមែនជារឿងលេងសើចទេឯត្រូវតែចេះប្រុងប្រយ័ត្នបន្តិចទៅប្រយ័ត្នខាតបង់ហើយពូតូចការប្រកួតគួរតែគ្រប់គ្នាខ្លះផងការវិនិយោគគេប្រើខួរក្បាលប្រើព័ត៌មានវិភាគកុំចេះតែជឿសម្ដីទូនោះបើបងអាចស្ដាប់តាមសៀវទិញក្រុមហ៊ុនការពារបរិស្ថានហ្វឹងជីងខ្ញុំក៏សុខចិត្តទៅជាមួយគ្រាន់តែសម្រាប់ខ្ញុំវាបានប្រែក្លាយពីការប្រកួតប្រជែងកម្លាំងទៅជាការប្រកួតប្រជែងសំណាងទៅវិញអើយលើកនេះលោកម្ចាស់ទី2ខាត់ធ្ងន់ហើយមានរឿងអីអូទី2ទើបតែទិញក៏ធ្លាក់ចុះហើយពិតជាធ្វើដោយកំហឹងមែនងាយស្រួល